កបាខាត់កែបស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបទីតាំងនិងជនសង្ស័យពាក់ព័ន្ធទៅនឹងករណីទទួលផលចោរកម្មខកខ្លួនជនសង្ស័យចំនួន6នាក់កែបដែលមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍តូសម្បត្តិសុធិរដ្ឋស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែបនិងមានការសម្រួលនីតិវិធីពីលោកលុយទីហួរព្រះរាជអាជ្ញារងនៃអัยការអមស្រាតដំបងខេត្តកែបកាលពីថ្ងៃទី12រហូតដល់ថ្ងៃទី15ខែកុម្ភៈ2026កម្លាំងអធិការដ្ឋាននគរបាលក្រុងកែបសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរកម្លាំងក្រុមបង្ក្រាបស្នងការដ្ឋាននគរបាលខេត្តនិងកងកម្លាំងផែនការងារនគរបាលព្រំប្រទានខេត្តបានស៊ើបអង្កេតស្រាវជ្រាវរកឃើញទីតាំងទទួលផលចោរកម្មចំនួន1ទីតាំងដែលស្ថិតនៅភូមិកៅក្រសាំងសង្កាត់ក្រុងកែបខេត្តកែបដោយខកខ្លួនជនសង្ស័យចំនួន6នាក់រួមមានដូចជាទី1ឈ្មោះបៀនសុខេងភេទប្រុសអាយុ32ឆ្នាំមុខរបរជាជាងកាត់សក់រស់នៅភូមិសង្កាត់អូកាសានៅក្រុងកែបទី2ឈ្មោះផឹមរតភេទប្រុសអាយុ38ឆ្នាំមុខរបរជាអ្នករត់ម៉ូតូកង់3ទី3ឈ្មោះសាខនកុសលភេទប្រុសអាយុ35ឆ្នាំមុខរបរជាអ្នកលក់ការ៉េមទី4ឈ្មោះមីនីភេទប្រុសអាយុ34ឆ្នាំមុខរបរជាអាជីវករទី5ឈ្មោះសេះបូរិនភេទប្រុសអាយុ30ឆ្នាំមុខរបរជាជាងម៉ូតូរស់នៅភូមិកៅក្រសាំងសង្កាត់ក្រុងកែបនិងទី6ឈ្មោះម៉ាន់រាវីភេទប្រុសអាយុ30ឆ្នាំមុខរបរធ្វើនំបញ្ចុករស់នៅភូមិកំពង់ត្រឡាចសង្កាត់ព្រៃធំក្រុងកែបករណីខាងលើបានដកហូតវត្ថុតាងរួមមានម៉ូតូចំនួន7គ្រឿងនិងទូរស័ព្ទដៃចំនួន7គ្រឿងយកមកស្នងការដ្ឋាននគរបាលខេត្តកែបកសាងបំពេញសំណុំរឿងបញ្ជូនទៅអัยការអមស្រាតដំបងខេត្តចាប់ការតាមនីតិវិធីច្បាប់